បាទជាដំបូងខ្ញុំសូមគោរពសួរលោកគ្រូខ្ញុំបាទឈ្មោះថោសុវិរមខ្ញុំមកក្រុម U30 ចឹងថ្ងៃនេះខ្ញុំធ្វើការ record វីដេអូធ្វើមកជា Linux ដែល lab នេះចង់និយាយអំពី Python ចឹងកម្មការពីខ្ញុំចូលមកការធ្វើរបស់គ្នាចឹងដំបូងយើងឆែក IPA សម្រាប់ដើម្បី connect ទៅកាន់ SA អូខេចឹងយើងការធ្វើ connect SA របស់គ្នាជាស្រ័យខ្ញុំ connect ខុសដល់ទៀត click file user អូខេចឹងយើងធ្វើការ connect ហើយយើង connect មកកាន់ SA ហើយតោះមកយើងវាយមើល user សិនទៅអូខេជានេះជា user របស់ខ្ញុំសូមទៅ terminal ទីនេះគឺជា user របស់ខ្ញុំអស់នេះអូខេចូលយើងជុំទូ server អូខេចឹងcommand ដំបូងដែលយើងធ្វើគឺយើងធ្វើការ check មើល list នៅក្នុង user យើងតែមកប្រើ command ដែរអូខេនេះគឺជា list file ដែលខ្ញុំបានបង្កើតនៅក្នុងនេះវាមានប៉ានេះហើយលោកគ្រូចង់ឲ្យយើងធ្វើការ list តែ3ខាងលើនេះអញ្ចឹងដើម្បីយើងអាច list 3ខាងលើហ្នឹងយើងប្រើ command ls ដក la ប្រើស្នាមខាងមួយមកប្រើពាក្យ head ហើយដក 3 ហើយ enter មកវានឹងចាប់យកនេះ3 file ខាងលើនេះដូចថា3 file ខាងលើអញ្ចឹងវាចាប់យកតែ3ខាងលើទេអញ្ចឹងcommand បន្ទាប់គឺគ្រូឲ្យយើងបង្កើត file មួយយើងប្រើ mkdir អញ្ចឹងខ្ញុំបង្កើត file ឈ្មោះឈ្មោះខ្ញុំមកទៅពីរុំ AU30 អូខេអញ្ចឹងយើងបង្កើតហើយយើងចូលមកកាន់យើងចូលទៅកាន់ file យើងបានបង្កើតហ្នឹងទៅអូខេអញ្ចឹងវាចូលមកកាន់ file ហ្នឹងហើយតបមកចំណុចបន្ទាប់ហ្នឹងគឺចូលទៅកាន់ការធ្វើ Python អញ្ចឹងដើម្បីយើងចូលទៅកាន់ Python យើងប្រើ command ថា nano python.tt គេ enter មកវានឹងចូលមកកាន់ terminal មួយនេះអញ្ចឹងយើងទៅការបង្កើត file ដូចគ្រូប្រាប់យើងអញ្ចឹងយើងយើងកាត់វាបាន 345 មកអញ្ចឹងយើងដាក់ពីរុំដាក់ speed ហ្នឹងទៅបង្កើតបាន3ក៏4ទៅអូខេអញ្ចឹងយើងទៅការ save វាអញ្ចឹងដើម្បីយើង save file ដែលយើងបានកាន់ហើយយើងប្រើ control x តោះមកយើងចុច survive មក yes មកហើយយើង enter មកយើងបែរមកកាន់SA យើងវិញអញ្ចឹងដើម្បីយើង enter មកដើម្បីយើង check មើល file យើងបានបង្កើតហ្នឹងយើងប្រើ cat nano cat python nano python.tt អូខេនេះគឺនេះគឺជា file ដែលយើងបានបង្កើតមិញហ្នឹងដែលខ្ញុំបានបង្កើតមាន5ហ្នឹងអូខេអញ្ចឹងកំណត់តយើងធ្វើការlist មើលអានេះ file ឬក៏ value ដែលយើងបានបង្កើតនេះយើងប្រើ cat python.tt ប្រើតែលើដែរទីយើងប្រើ head មកហើយដក2 enter មកវានឹងចាប់យកអា value ឬក៏ file ដែលបានបង្កើតពីខាងលើនេះបន្ទាប់មកកំណត់ចុងក្រោយគឺគ្រូយើងប្រើ ls ដក la ប្រើសញ្ញាខាងមួយមកហើយយើងប្រើ tail ម្ដងហើយយើងប្រើដក2អូខេអានេះវានឹងចាប់អា file ខ្ញុំបានបង្កើត type មួយនេះអញ្ចឹងអានេះវានៅចុងក្រោយខ្ញុំបង្កើតចុងក្រោយហ្នឹងអញ្ចឹងវាចាប់យកពី file អញ្ចឹងការងារខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការងារ Python នេះអញ្ចឹងអរគុណលោកគ្រូសម្រាប់ការតាមដានវីដេអូជំរាបលាលោកគ្រូ